មើលវាស្លៀកពាក់ចោះអាវផ្កាខោក្រហមហើយឯងប្រុងទៅណាបើប្រំប្រៃសួរថាខ្ញុំណែណាម៉ែចាំប្រាប់ទៅថាខ្ញុំមិននៅផ្ទះទេណាម៉ែណាអេកូននេះមើលចោះជាប្រុសទេតែខ្លាចស្រីដល់ថ្នាក់រត់គេញហើយការងារមកកកមិនប្រើមកប្រើឲ្យកាប់អាចជ្រូកអូយបងចែនបងចែនកូនស្រីមិត្តភក្តិម៉ាក់នៅឯភ្នំពេញឯណោះណោគ្រាន់តែឃើញមុខនាងមិនក៏បេះដូងខ្ញុំលោតញាប់ម្លេះណោះឬមួយក៏នាងគឺជាគូព្រេងជាមួយខ្ញុំទេដឹងចើនម៉ែនាងចោះពិតជាខូចមែនមើលចុះប្រំប្រៃនាងខឹងឡើងចង់ផ្ទុះសរសៃឈាមទៅហើយខ្ញុំជួយបងទេព្រោះណែជើដាឆាប់ក្រោកឡើងមកថ្ងៃរះផុតចុងថ្នោតហើយអើយរះផុតអីក៏ផុតទៅម៉ែមានពាក់ព័ន្ធអីជាមួយខ្ញុំដេកនោះយីកូននេះមើលវានិយាយចោះណែថ្ងៃរះខ្ពស់ជាងចុងថ្នោតនឹងមានន័យថាថ្ងៃត្រង់តាហើយឯងនៅដេកយកកំជិលដល់ណាទៀតហាអើយមិនដឹងស្អីទេម៉ែបានហើយខ្ញុំក្រោកក៏បានហើយម៉ែចោលខ្ញុំធ្វើអីខ្លះម៉ែនិយាយព្រាមមកណែឆាប់ក្រោកទៅលុបមុខដុសធ្មេញឲ្យហើយទៅអូដឹងហើយម៉ែម៉ែខ្ញុំលុបមុខរួចហើយឥឡូវម៉ែឲ្យខ្ញុំធ្វើអីខ្លះម៉ែនិយាយមកចុះយីមើលវាស្លៀកពាក់ចោះអាវផ្កាខោក្រហមហើយឯងប្រុងទៅណាមានទៅណាម៉ែគឺមកជួយម៉ែនឹងហើយបើមកជួយមិនក៏ស្លៀកពាក់ធ្វើដូចតឡើងឆាកច្រៀងអញ្ចឹងកូនម៉ែណាគឺជាប្រុសសង្ហាអញ្ចឹងហើយត្រូវតែសង្ហាគ្រប់ពេលណាម៉ែអញ្ចឹងតាបានជានាងប្រំប្រៃតាមមិនលែងសោះហើយម៉ែប្រំប្រៃខ្ញុំទុកដូចជាប្អូនស្រីខ្ញុំតាម៉ែខ្ញុំនិយាយជាមួយម៉ែច្រើនណាស់ឥឡូវម៉ែចង់ខ្ញុំធ្វើអីម៉ែនិយាយមកគឺចង់ឲ្យឯងយកស្មៅទៅដាក់ឲ្យគូស៊ីនឹងណាហើយបើដាក់ស្មៅឲ្យគូស៊ីរួចហើយមកជួយកើបអាចជ្រូកផងស្លៀកពាក់ស្អាតបាតបែរជាមកដាក់ស្មៅគូកើបអាចជ្រូកអញ្ចឹងហីនឹងហើយយីកូននេះឡា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 ប្រំប្រៃហើយកូនប្រុងទៅណានឹងគឺខ្ញុំចង់ចេញទៅក្រៅនឹងណាពងចេញទៅក្រៅធ្វើអីការងារផ្ទះនៅមកកកុកមិនគិតធ្វើទេគិតតែប្រចង់ដើរលេងហើយពងខ្ញុំមិនមែនទៅដើរលេងឯណាពងហើយបើឯងមិនទៅដើរលេងហើយគិតចង់ទៅឯណាគឺខ្ញុំចង់ទៅផ្ទះមីណាងនឹងណាក្រែងលោកគាត់មានអីឲ្យខ្ញុំជួយយីកូននេះការងារផ្ទះមិនធ្វើទេចង់តែធ្វើតែផ្ទះគេការងារផ្ទះយើងចាំពេលខ្ញុំត្រឡប់មកវិញសិនទៅពងតែបើពុកគិតថាចង់ធ្វើជំនួសខ្ញុំក៏បានខ្ញុំទៅសិនហើយពងហើយកូននេះហើយមើលវានិយាយចុះបងចានអូនោះនាងប្រំប្រៃមកដល់ល្មមម៉ែបើប្រំប្រៃសួរថាខ្ញុំនៅណាម៉ែចាំប្រាប់ទៅថាខ្ញុំមិននៅផ្ទះទេណាម៉ែណាអេកូននេះមើលចោះជាប្រុសទេតែខ្លាចស្រីដល់ថ្នាក់រត់គេញហើយជម្រាបសួរមីងបងចិត្តនៅទេមីងវាមិននៅទេក្មួយចុះមិញនេះខ្ញុំឃើញអ្នកណារត់ចូលក្នុងមិញដូចជាបងជើនមានឯណាក្មួយអាចើនថ្មនេះប្រហែលជាទៅនៅឯស្រែឯណោះណោអញ្ចឹងខ្ញុំជម្រាបលាមីងទៅវិញសិនហើយអេមិននៅអង្គុយលេងសិនទេឯក្មួយអត់ទេមីងអាចើនអាចើនឆាប់ចេញមកម៉ែប្រំប្រៃទៅវិញហើយមែនទេម៉ែ
នាងទៅវិញបាត់ហើយចេញមកធ្វើការងារបន្ត ហើយសំណាងណាស់ដែលនាងព្រមជឿម៉ែហើយត្រឡប់ទៅវិញមិនអញ្ចឹងខ្ញុំច្បាស់ជាវីវមិនខានទេ បងចេន ហ៎ប្រំប្រៃ ចាគឺខ្ញុំនឹងហើយមិញនេះក្រែងក្មួយត្រឡប់ទៅវិញហើយតើហើយមិនបានជាត្រឡប់មកវិញបែបនេះចុះបើខ្ញុំឃើញបងជើតរត់ចូលទៅក្នុងបើខ្ញុំមិនធ្វើបែបនេះទេស្មានតែបងជើតចេញមកឲ្យមីង ហុយម៉ែធ្វើមិនទៅម៉ែ ឲ្យនាងជួយការងារឯងទៅបើនាងទ្រាំមិនបានទេនាងនឹងត្រឡប់ទៅវិញមិនខានទេ ម៉ែកំណត់ល្អមែនតើប្រំប្រៃមករកបងមានការអ្វីមែនទេ អូគឺខ្ញុំមករកព្រោះចង់មកជួយការងារបងជើតនឹងណា ត្រូវម៉េចបងកំពុងតែចង់រកមនុស្សឲ្យជួយល្មម ប៉ិតមែនទេបងច័ន្ទអញ្ចឹងបងចង់ឲ្យខ្ញុំជួយអីបងប្រាប់ខ្ញុំមកចុះខ្ញុំជួយបានទាំងអស់ បើអញ្ចឹងប្រំប្រៃចូលទៅក្នុងទ្រុងជ្រូកនោះទៅ ត្រង់ជ្រូកហើយចូលធ្វើអីទៅបងច័ន្ទ គឺចូលទៅកាប់អាចជ្រូកហ្នឹងណា កាប់អាចជ្រូកក៏បានដើម្បីបងច័ន្ទខ្ញុំអាចធ្វើបានគ្រប់យ៉ាងអើយអាចជ្រូកនេះស្អុយម្លេះហើយការងារមកកកកមិនប្រើមកប្រើឲ្យកាប់អាចជ្រូកអូយបងច័ន្ទដែរបងច័ន្ទ យ៉ាងម៉េចហើយប្រំប្រៃហើយទៅរួចទេមើលទៅ ដើម្បីបងចើនទៅរួចតែបន្តិចទៀតរួចហើយយ៉ាងម៉េចហើយប្រំប្រៃក្មួយមិនអីទេមិនអីទេមីងខ្ញុំទ្រាំបានអើយក្អួតដល់ថ្នាក់នេះទៅហើយនៅថាមិនអីទៀត ប្រំប្រៃអាចទៅរួចទេបើអូនទៅរួចអាចទៅជួយកាប់អាចគោបងទៀតបានទេព្រោះបងដូចជាមិនសូវស្រួលខ្លួនសោះ មែនហើយពុកខ្ញុំថាឲ្យប្រញាប់ទៅផ្ទះខ្ញុំប្រហែលជាមិនអាចនៅជួយបងបានទេខ្លាចពុកស្ដីឲ្យអញ្ចឹងខ្ញុំជម្រាបលាមីងនិងបងជើតសិនហើយយើអាកូនក្បាលខូចនេះឃើញនាងអញ្ចឹងហើយនៅចង់ប្រើឲ្យទៅកើបអាចគូទៀត ម៉ែបើមិននិយាយបែបនេះធ្វើម៉េចនាងព្រមចេញទៅវិញទៅម៉ែហ៊ុយគិតទៅកាត់មកជាប្រុសសង្ហាពិតជាពិបាកកិច្ចនឹងស្រីមែន អួតណាស់ឯងនេះធីតាកូនស្រោចផ្កាប៉ុណ្ណឹងបានហើយម៉ាក់មានរឿងចង់និយាយជាមួយកូនបន្តិចណាចាម៉ាក់ហៅកូនមានរឿងអីមែនទេម៉ាក់គឺម៉ាក់ចង់និយាយជាមួយកូនរឿងភ្ជាប់ពាក្យកូនជាមួយនឹងក្មួយឆាតនឹងណាកូនម៉ាក់កូនមិនបានស្រឡាញ់បងឆាតទេម៉ាក់ក្មួយឆាតមានអីមិនល្អទៅកូនមើលចុះខ្លួននៅក្មេងទេតែពូកែរកស៊ីណាលុយមិនខ្វះចាយទេអ្នកណាបានធ្វើជាប្រពន្ធសំណាង10ជាតិឯណោះកូនតើម៉ាក់មិនសង្ស័យខ្លះទេមែនទេម៉ាក់ហេតុអីបានជាបងឆាតនៅក្មេងតែសម្បូរលុយចាយច្រើនបែបនេះថាមិនបានរកស៊ីខុសច្បាប់ផងក៏មិនដឹងយីកូននេះបើឯងចិត្តតែសង្ស័យផ្ដេសផ្ដាស់បែបនេះទៀតកុំថាម៉ាក់នេះមិនបានប្រាប់ឲ្យសោះណាម៉ាក់សូមម៉ាក់កុំបង្ខំកូនអីម៉ាក់កូនមិនចង់បានបងឆាតធ្វើជាប្តីទេមិនបានទេម៉ាក់និយាយហើយយ៉ាងណាឯងត្រូវទៅរៀបការជាមួយនឹងក្មួយឆាតម៉ាក់ហើយធ្វើយ៉ាងម៉េចទៅតាមមើលទៅប្រហែលជាទៅខេត្តមួយរយៈហើយទៅបានតើត្រូវទៅណាទៅណោះអូមែនហើយផ្ទះមីងណាងមិត្តភក្តិម៉ាក់ណែហាឆាប់ស៊ីទៅស៊ីឲ្យច្រើនទៅណាមីងណាងយីហើយអ្នកណាហៅអញ្ចេះជំរាបសួរមីងចាំខ្ញុំបានទេមីងក្មួយគឺជាអ្នកណាអញ្ចេះខ្ញុំគឺជាកូនស្រីម៉ាក់ភួងនោះអីមីង
អូមីងចាំបានហើយក្មួយគឺជាក្មួយធីតាមែនទេក្មួយចាមែនហើយមីងយីមើលចុះធំសន្ធឹកទៅហើយចូលទៅក្នុងសិនទៅក្មួយចាមីងក្មួយហូបទឹកសិនទៅណាចាអរគុណមីងមែនហើយម៉ាក់ក្មួយសុខសប្បាយទេគាត់សុខសប្បាយទេមីងហើយម៉ូនីងមិនខ្លាចម៉ាក់ក្មួយខឹងទេហ៎គឺខ្ញុំលួចមកទេមីងហើយនេះបើម៉ាក់ក្មួយដឹងថាក្មួយមកផ្ទះមីងច្បាស់ជាខឹងមិនខានទេម៉ាក់គាត់មិនអីទេមីងទេក្មួយម៉ាក់ក្មួយមិនចូលចិត្តមីងទេព្រោះតែរឿងអតីតកាលមួយនោះម៉ាក់ក្មួយគ្មានថ្ងៃលើកលែងឲ្យមីងឡើយរឿងនេះជារឿងចាស់ៗគាត់មិនអាចខាត់ខាំងខ្ញុំបានទេមីងហើយក្មួយមកផ្ទះមីងនេះមានការអីដែរទៅក្មួយគឺខ្ញុំគ្រាន់តែចង់មកសម្រាកលំហែកាយខ្លះនឹងណាមីងមានអារម្មណ៍ថាធុញថប់ពេកធុញថប់រឿងអីទៅក្មួយអាចប្រាប់មីងបានទេគឺម៉ាក់ខ្ញុំគាត់បង្ខំឲ្យខ្ញុំយកបរោះដែលខ្ញុំមិនបានស្រឡាញ់នឹងណាមីងហើយអាចរិតបង្ខំគេនេះពិតជាមិនអាចចោលបានពិតមែនមិនអីទេក្មួយចង់សម្រាកផ្ទះមីងប្រហែលថ្ងៃក៏បានដែរក្មួយចាមីងម៉ែខ្ញុំត្រឡប់មកវិញហើយម៉ែមកវិញហើយយ៉ាងម៉េចហើយរកត្រីបានដែរទេរកបានច្រើនណាស់ម៉ែអេណានាងខាងនេះនាងគឺជាធីតាកូនស្រីមិត្តភក្តិម៉ាក់នៅឯភ្នំពេញឯណោះណោគ្រាន់តែឃើញមុខនាងមិនក៏បេះដូងខ្ញុំលោតញាប់ម្លេះណោះឬមួយក៏នាងគឺជាគូព្រេងជាមួយខ្ញុំទេដឹងជឿនអូបាទម៉ែហើយកូនភ្លឹកអីនឹងកូនអើយគ្មានអីទេម៉ែណានាងធីតាគិតថានឹងស្នាក់នៅទីនេះយូរប៉ុណ្ណាដែរទៅគឺមិនយូរទេប្រហែលមួយអាទិត្យអីខ្ញុំត្រឡប់ទៅវិញហើយអូលឿនម្ល៉េះសម្រាប់ទីនេះមួយខែសិនទៅចាំត្រឡប់ទៅវិញឲ្យតែម្ចាស់ផ្ទះស្វាគមន៍ខ្ញុំប្រហែលជាអាចពិចារណាបានមីងមិនថាអីទេចង់នៅទីនេះយូរប៉ុណ្ណាក៏បានដែរខ្ញុំកាន់តែគ្មានបញ្ហាទៀតហើយខ្ញុំចង់ឲ្យតែធីតានៅទីនេះទេនៅរហូតក៏បានដែរម៉ាក់ខ្ញុំសូមអនុញ្ញាតម៉ាក់ទៅខេត្តមួយរយៈពេលអារម្មណ៍ល្អពេលណាខ្ញុំនឹងត្រឡប់មកវិញយីកូននេះមិនក៏ហ៊ានទៅដោយមិនបានប្រាប់ផ្ទាល់មាត់បែបនេះហើយណាហើយម៉ាក់ឲ្យកូនទៅមួយរយៈទៅចុះធីតាមិនបាច់មកជួយខ្ញុំទេធីតាទៅអង្គុយនៅខាងក្នុងផ្ទះវិញទៅទីនេះក្តៅក៏ក្តៅស្អុយក៏ស្អុយដែរមិនអីទេខ្ញុំចង់ជួយនៅភ្នំពេញខ្ញុំមិនដែលបានឃើញទិដ្ឋភាពបែបនេះទេគិតទៅជីវិតនៅស្រុកស្រែក៏សប្បាយម្យ៉ាងដែរធីតាអ្នកភ្នំពេញតែមិនប្រកាន់វណ្ណៈដូចអ្នកមួយចំនួនទេមិនដឹងថាអ្នកណាមានសំណាងបាននាងធ្វើជាប្រពន្ធទេនាងមុខស្លេកនោះជាអ្នកណាហេតុអីបានជាមកស្និទ្ធស្នាលជាមួយនឹងបង្កើតយើងម្លេះមិនបានទេបើបណ្ដាលបែបនេះច្បាស់ជាមិនកើតទេបងចើនថ្ងៃនេះអូនប្រំប្រៃមកជួយធ្វើការងារបងទៀតហើយបងមានការងារអីធ្វើចាំអូនជួយណាប្រំប្រៃថ្ងៃនេះអត់មានអីឲ្យប្រំប្រៃមកជួយទេណាប្រំប្រៃឆាប់ត្រឡប់ទៅផ្ទះវិញទៅអត់ទេអូនមិនទៅណាទាំងអស់មែនហើយចុះនាងមុខស្លេកនេះជាអ្នកណាហេតុអីបានជាស្និទ្ធស្នាលជាមួយនឹងបងខ្លាំងម្ល៉េះប្រំប្រៃនេះគឺជាធីតាកូនស្រីមិត្តភក្តិម៉ែបងនៅភ្នំពេញអូអ្នកភ្នំពេញហ៎ណែនាងនៅឯភ្នំពេញមកនៅកន្លែងបែបនេះប្រហែលជាមិនស័ក្តិសមនឹងនាងទេយកល្អនាងឆាប់ត្រឡប់ទៅវិញទៅនាងម្នាក់នេះចង់មកកាច់កង់យើងផងស្គាល់យើងតិចពេកហើយអត់ទេនៅទីនេះទេសភាពស្អាត
ខ្យល់អាកាសក៏បរិសុទ្ធជាពិសេសប្រុសដែលនៅទីនេះក៏មានចិត្តបរិសុទ្ធទៀតខ្ញុំដូចជាមិនទាន់ចង់ត្រឡប់ទៅវិញទេចង់នៅទីនេះឲ្យបានយូរក្រែងលោមានបរិសណាដែលមើលទៅអាចឲ្យខ្ញុំស្រឡាញ់បាននោះអីហើយអាអូយយោយស្រែកអីក៏ខ្លាំងបែបនេះប្រាំព្រៃបងចង់បាយកระดาษទៅជាទៅហើយនេះចុះបងមិនលឺវានិយាយទេអីអូយខ្ញុំមិនសុខចិត្តទេប្រាំព្រៃបងថាប្រាំព្រៃត្រឡប់ទៅផ្ទះសិនទៅអត់ទេខ្ញុំមិនទៅណាទាំងអស់បើនាងមិនចង់ទៅទុកឲ្យពួកយើងចេញទៅក៏បានតោះបងជើនបាទហ៊ុយអើយយើងនឹងមិនលើកលែងឲ្យនាងជាដាច់ខាតចាំមើលចុះអើយមើលនាងចុះពិតជាខូចមែនមើលចុះប្រំប្រៃនាងខឹងឡើងចង់ផ្ទុះសរសៃឈាមទៅហើយខ្ញុំជួយបងទេព្រោះតាមខ្ញុំមើលទៅក៏ដឹងដែរថានាងម្នាក់នោះតាមស្រឡាញ់បងតែបងមិនស្រឡាញ់នាងមែនហើយបងមិនដែលស្រឡាញ់នាងទេតែពេលនេះបងដូចជាមានអារម្មណ៍ថាចាប់ចិត្តលឺនារីម្នាក់ទៅហើយអ្នកណាទៅដឹងបងជើនបងស្រឡាញ់គេដែរខ្ញុំគាំទ្រតែបើមកដូចនាងមិញនេះខ្ញុំនឹងជួយបងពេញទំហឹងតែម្ដងគឺបងណែជើនធីតាមកហូបបាយមកកូនចាមីងបាទម៉ែតើសាច់រឿងបន្ទាប់នឹងទៅជាយ៉ាងណាសូមរងចាំតាមដានទស្សនាភាគបន្តសូមអរគុណ